បាទនេះគឺផ្កាគុលហ្សាបាទគុលហ្សានេះគឺគេដាំដូចស្រូវអញ្ចឹងបាទដូចស្រូវសាលីដែរហើយគេដាំនេះគឺគេដាំឆ្លាស់បាទគេដាំឆ្លាស់ឧបមាថាគេដាំគុលហ្សានេះមួយឆ្នាំឬក៏2ឆ្នាំទៅគេដាំឆ្លាស់មកដាំស្រូវសាលីវិញវីតមួយឆ្នាំ2ឆ្នាំទៅគេដាំឆ្លាស់មកនេះវិញហើយផ្កាគុលហ្សានេះគឺគេដាំនៅចាប់ពីដាក់ខែ10ខែ10អីគេចាប់ប្រើដាំហើយដល់ពេលធ្លាក់តកកបាទនៅខែ10ខែ11ខែ12ខែ1ហ្នឹងនៅធ្លាក់តកកអត់ឡើយអញ្ចឹងទេវាអត់តន់លាស់ឲ្យល្អទេវានៅរៀបក្នុងដីទេគេដាំហើយនោះវានៅរៀបក្នុងដីអញ្ចឹងប៉ុន្តែនៅពេលដែលចូលរដូវក្តៅភ្លាមបាទវាលូតលាស់ឡើងនឹងម្ដងបាទវាឡើងខ្ពស់បាទនៅក្នុងមកដល់ខែនេះដើមនេះកម្ពស់នេះចិត្តកម្ពស់ចូលប្រហែល1ម៉ែត្របាទប្រហែល1ម៉ែត្រហើយនៅថ្ងៃនេះគឺថ្ងៃទី19ថ្ងៃទី19បាទខែមេសា2026អញ្ចឹងគេដាំមែនទែនទៅវាតាំងពីដាំរហូតដល់ប្រមូលផលវាចូលដូចប្រហែលស្រូវដែរបាទចូល5 6ខែអញ្ចឹងទៅហើយគេដាំនេះគឺមិនមែនយកផ្កាទេបាទឃើញផ្កាស្អាតចេះតែគេមិនមែនយកផ្កាទេគឺនៅពេលដែលផ្កានេះវាទុំវាចាស់ទៅវាចេញជាក្របវាចេញជាក្របដូចយើងដូចដាំដូចយើងធ្វើស្រែដែរបាទស្រូវយើងអញ្ចឹងតទៅចេញផ្កាហើយវាដាក់ក្របអញ្ចឹងទៅបាទហើយអញ្ចឹងអានេះដល់ពេលវាដាក់ក្របគឺគេច្រូតយកក្របទៅទេដល់ពេលក្របវាទុំគឺគេម៉ាស៊ីនច្រូតទៅគេច្រូតយកក្របវាយកទៅធ្វើប្រេងបាទសំខាន់បំផុតនេះគឺគេយកធ្វើប្រេងទៅដូចជាប្រេងចំអិនម្ហូបអាហារបាទប្រេងឆាប្រេងអីដូចប្រេងឆាអីចឹងបាទហើយនៅស្រុកបារាំងដាំច្រើនមែនទែនតែម្ដងជីលើយន្តហោះក៏ឃើញមើលមកឃើញលឿងតែម្ដងជាពិសេសគឺពេលដែលយើងជិះរថភ្លើងបាទជិះរថភ្លើងតាមផ្លូវយើងឃើញលឿងព្រាតបាទតាមផ្លូវរថភ្លើងខ្ញុំជិះពីប៉ារីមកដែលនេះបាទជិះពីប៉ារីមកដែលនេះឃើញនៅតាមផ្លូវគឺផ្កានេះក្រហមច្រាលស្អាតណាស់បាទនេះអាចបើសិនជាស្រុកយើងអីបាទខ្លាយជាតំបន់ទេសចរហើយលំមុំដល់ពេលវាដាក់ក្របរមុំគេប្រមូលផលនោះបាទអញ្ចឹងផ្កាគុលហ្សានេះគឺគេដាំទី1វាស្អាតបាទស្អាតតែសំខាន់បំផុតដល់ផលប្រយោជន៍សេដ្ឋកិច្ចគឺយកទៅធ្វើប្រេងបាទយកធ្វើប្រេងឆាចំអិនម្ហូបអាហារហើយគេដាំហើយផលប្រយោជន៍ទី2គឺគេដាំឆ្លាស់ដូចខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងបាទគឺពាក់ព័ន្ធនឹងបញ្ហាការកែលម្អដីគឺដាំមួយឆ្នាំ2ឆ្នាំគឺគេដាំឆ្លាស់ទៅដាំស្រូវទៅស្រូវសាលីបាទស្រូវសាលីហើយដាំស្រូវសាលីមួយឆ្នាំឬក៏2ឆ្នាំគឺគេដាំឆ្លាស់ដើមគុលហ្សានេះបាទផ្កាគុលហ្សានេះឆ្នេះនេះជាអត្ថប្រយោជន៍សេដ្ឋកិច្ចផ្នែកកសិកម្មដ៏សំខាន់របស់ប្រទេសបារាំងទៅលើដើមផ្កាគុលហ្សាហើយនឹងស្រូវសាលីបាទបារាំងនៅអាល្លឺម៉ង់ជាដើមហើយសម្រាប់តែគ្រាន់តែនៅប្រទេសបារាំងមួយគឺដាំក្នុងទំហំផ្ទៃដីរហូតដល់1លានទៅ1លានចុច3ហិកតាឯណោះបាទហើយក្នុង1ហិកតាគឺប្រមូលផលបានចន្លោះពី3ទៅ 3.5 តោនក្នុង1ហិកតាហើយគុលហ្សានេះគឺគេប្រើបានផលប្រយោជន៍សំខាន់3គឺទី1ពាក់ព័ន្ធទៅនឹងប្រេងឆាដូចខ្ញុំលើកខាងដើមបាទទី2គឺអាចផលិតជាប្រេងម៉ាស៊ុតបាទប្រេងម៉ាស៊ុតវាជាគេហៅថា renewable ធម្មពលកកើតឡើងវិញ renewable energy ដែរហើយនឹងទី3ប្រើសំខាន់គឺចំណីសត្វបាទ